គាត់តំជោហើយគាត់តំជោថ្ងៃហ្នឹងចាថ្ងៃហ្នឹងខ្ញុំក៏មានចិត្តអំណរមានទីផ្ទាល់មួយដែលចង់លើកឡើងហើយទីផ្ទាល់ហ្នឹងចង់លើកឡើងចង់ធ្វើយូរទ្រាំចាំយូរមែនតើចាទីផ្ទាល់របស់ខ្ញុំហ្នឹងគឺខ្ញុំអធិដ្ឋានចាំយាម13ឆ្នាំហើយទីបំផុតព្រះអង្គបានឆ្លើយតបជាមួយខ្ញុំហើយអាមែនអរគុណព្រះអង្គការអធិដ្ឋានគឺមានរឿងអធិដ្ឋានមានរឿងច្រើនដែលខ្ញុំសូមព្រះអង្គមានរឿងខ្លះក៏ព្រះអង្គឆ្លើយតបភ្លាមមានរឿងខ្លះក៏ព្រះអង្គមិនទាន់ឆ្លើយតបដែលសារព្រះអង្គទ្រង់តរំបីមើលទឹកចិត្តរបស់ខ្ញុំក៏ដឹងថាព្រះអង្គទ្រង់តរំបីមើលទឹកចិត្តខ្ញុំតើអ្វីដែលខ្ញុំសុំតើខ្ញុំសុំតែអស់ពីចិត្តហើយអ្វីទង្វើដែលខ្ញុំធ្វើតើខ្ញុំធ្វើដោយសេចក្តីស្រឡាញ់របស់ព្រះអង្គអត់ចឹងដូចជាការអធិដ្ឋានចាំអធិដ្ឋានរយៈពេល13ឆ្នាំដែលខ្ញុំអធិដ្ឋានសូមឲ្យប្តីខ្ញុំទទួលជឿលើព្រះអង្គទីបំផុតព្រះអង្គបានឆ្លើយតបខ្ញុំអរគុណព្រះអង្គបិទការស្រឡាញ់មួយនេះព្រះអង្គអត់បោះបង់ខ្ញុំក៏ធ្លាប់បាក់ទឹកចិត្តពីរឿងដែលថាចង់ឲ្យប្តីទទួលជឿគាត់ធ្លាប់បានមកថ្វាយខ្លួនម្ដងតែនៅទីបំផុតគាត់ក៏អត់បានមកព្រះវិហារដែលមានឧបសគ្គជាច្រើនហើយឧបសគ្គមួយអរិយវាលបួងរហូតអស់ពីមួយរឿងចូលមួយរឿងអស់ពីមួយរឿងចូលមួយរឿងរហូតដល់គាត់អត់ទាន់អាចបានមកព្រះវិហារដល់ពេញលេញបានទេតែនៅចុងឆ្នាំនៅថ្ងៃដែលខួបកំណើតរៀបចំប្រពខួបកំណើតរបស់ព្រះយេស៊ូវនៅថ្ងៃទី28គាត់បានបើកដួងចិត្តគាត់បានបើកទទួលជឿលើព្រះអង្គហើយគាត់បានទទួលការសង្គ្រោះខ្ញុំអរគុណព្រះអង្គខ្លាំងមែនទែនខ្ញុំអរគុណព្រះអង្គដែលបានឆ្លើយតបនៅការអធិដ្ឋានរបស់ខ្ញុំរយៈពេល13ឆ្នាំហើយខ្ញុំក៏ជឿថាព្រះអង្គនឹងជ្រើសរើសក្រុមគ្រួសារខ្ញុំសម្រាប់ការផ្សព្វផ្សាយនៅដំណឹងល្អការផ្សាយភារនៅដំណឹងល្អរបស់ព្រះអង្គសម្រាប់បងប្អូនចិត្តខាងរបស់ខ្ញុំបន្ថែមទៀតដូចជាការអធិដ្ឋានរបស់ខ្ញុំមិនអធិដ្ឋានសម្រាប់តែប្តីខ្ញុំម្នាក់គត់ខ្ញុំអធិដ្ឋានសម្រាប់ដូចជាការរៀនTTIអ្នកគ្រូទឹកប្រាប់ថាឲ្យកត់ឈ្មោះ30នាក់ដែលត្រូវតែអធិដ្ឋានសម្រាប់ពួកគាត់ក៏ខ្ញុំនៅតែអធិដ្ឋានបន្តហើយខ្ញុំជឿថាព្រះអង្គនឹងធ្វើការប៉ះពាល់ដល់ដួងចិត្តបងប្អូនទាំងអស់ឲ្យបានទទួលជឿដូចជាប្តីខ្ញុំដែរខ្ញុំអរគុណព្រះអង្គអរគុណ